ជំរាបសួរអ្នកទាំងអស់គ្នាកន្លងមកបើសិនជាអ្នកទាំងអស់គ្នាធ្លាប់បានតាមដាន Facebook Page TikTok ឬមួយក៏ YouTube របស់ខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាបានកត់សម្គាល់ថាខ្ញុំមិនសូវដែលនិយាយពាក់ព័ន្ធជាមួយនឹងរឿងស្នេហានោះទេមិនមែនដោយសារតែខ្ញុំមិនជឿជាក់លើស្នេហាឬក៏មិនធ្លាប់ជួបរឿងរ៉ាវមួយនេះនៅក្នុងជីវិតរបស់ខ្ញុំនោះឡើយផ្ទុយទៅវិញប្រហែលជាខ្ញុំបានឆ្លងកាត់រឿងរ៉ាវមួយនេះច្រើនពេកនៅក្នុងផ្នែកមួយនៃជីវិតរបស់ខ្ញុំវាមានទាំងពេលដែលខ្ញុំសប្បាយចិត្តមានទាំងពេលដែលខ្ញុំខូចចិត្តមានទាំងពេលដែលខ្ញុំត្រូវរៀនទទួលយកអ្វីដែលមិនអាចខ្លាយទៅជារបស់ខ្ញុំហើយក៏មានពេលដែលខ្ញុំត្រូវរៀនរស់នៅជាមួយនឹងការបាត់បង់ផងដែរអស់រយៈពេលជាយូរខ្ញុំបានរក្សារឿងទាំងអស់ហ្នឹងទុកសម្រាប់ខ្លួនឯងប៉ុន្តែថ្ងៃនេះខ្ញុំគិតថាប្រហែលជាដល់ពេលដែលខ្ញុំគួរតែចែករំលែកវាខ្លះៗហើយចាប់ពីពេលនេះទៅខ្ញុំនឹងចាប់ផ្ដើមនិយាយអំពីរឿងរ៉ាវស្នេហាអារម្មណ៍ជីវិតនិងមេរៀនដែលខ្ញុំបានរៀនពីវាកន្លងមកប្រហែលជាអត្ថបទខ្លះអាចជាមានរសជាតិផ្អែមអត្ថបទខ្លះទៀតអាចជារឿងរ៉ាវដែលសោកសៅហើយអត្ថបទខ្លះទៀតនឹងធ្វើឲ្យអ្នកនឹកដល់នរណាម្នាក់ក៏ថាបានហើយខ្ញុំក៏ជឿថាខ្លឹមសារទាំងអស់នេះនឹងមានការប្រែប្រួលទៅតាមរឿងរ៉ាវនិងអារម្មណ៍ផ្សេងៗដែលខ្ញុំចង់ចែករំលែកប៉ុន្តែមានរឿងមួយដែលនឹងមិនផ្លាស់ប្ដូរនោះទេគឺគោលបំណងតូចមួយរបស់ខ្ញុំមិនចង់ឲ្យអ្នកដែលស្ដាប់អត្ថបទទាំងអស់នេះហើយមានតែភាពសោកសៅនោះទេខ្ញុំចង់ឲ្យអ្នកបានឃើញថាទោះបីជាយើងធ្លាប់ឈឺចាប់ប៉ុណ្ណាក៏យើងនៅតែអាចបន្តដំណើរទៅមុខបានទោះបីជាយើងធ្លាប់បាត់បង់នរណាម្នាក់ក៏យើងនៅតែអាចស្រឡាញ់ខ្លួនឯងបានហើយទោះបីជាជីវិតមិនបានផ្ដល់អ្វីៗដូចដែលយើងរំពឹងទុកក៏យើងនៅតែអាចរកឃើញស្នាមញញឹមថ្មីមួយបានផងដែរប្រសិនបើរឿងរ៉ាវរបស់ខ្ញុំអាចធ្វើឲ្យនរណាម្នាក់មានអារម្មណ៍ថាខ្ញុំមិនឯកោទេឬក៏អាចផ្ដល់កម្លាំងចិត្តឲ្យនរណាម្នាក់បន្តដំណើរទៅមុខបានមួយជំហានទៀតនោះគឺជាអ្វីដែលខ្ញុំចង់បានបំផុតសូមអរគុណដែលនៅតែគាំទ្រនិងនៅតែស្ដាប់រឿងរ៉ាវរបស់ខ្ញុំហើយខ្ញុំសង្ឃឹមថាចាប់ពីវីដេអូនេះតទៅពួកយើងនឹងបានចែករំលែកទាំងស្នាមញញឹមទាំងទឹកភ្នែកនិងមេរៀនជីវិតជាមួយគ្នាអរគុណហើយជួបគ្នានៅវីដេអូក្រោយ